កង់បាទកាលចេញសញ្ញាហ្នឹងបាទហើយមួយទៀតអាចនឹងឡានយើងខ្យល់កង់ណាមួយរៀងធូរជាងគេអញ្ចឹងទៅវាអត់បែកទេគាត់ថាអាចជាទុកយូរទៅវារៀងធូររៀងអីជាងគេក៏វាចេញសញ្ញាហ្នឹងដូចគ្នាដែរបាទវាចេញសញ្ញាហ្នឹងដូចគ្នាដែរហើយសញ្ញាហ្នឹងបើសិនជាវាចេញអញ្ចឹងបងប្អូនចង់ឲ្យបាត់យើងយកទៅសបកង់បាទសបកង់ទាំង4ឲ្យស្មើគ្នាទៅវានឹងបាត់វិញហើយហ្នឹងបើសិនជាvalve sensor វាអត់មានខូចបាទអត់មានបញ្ហាអីហើយបើសិនជាខូច valve sensor ក៏មានបញ្ហាអីទេបងប្អូនបាទកុំបារម្ភខ្លាចជិះទៅមាត់ការជិះទៅមានបញ្ហាដល់ឡានបាទអត់អីទេខ្លាចហ្នឹងណាបាទខ្លាចតែមួយគត់គឺឡានយើងបែកកង់ទៅគឺយើងជិះទៅវាអត់កើតហ្នឹងឯងព្រោះឡានយើងបែកកង់អាហ្នឹងចេញសញ្ញាមួយហ្នឹងបងប្អូនបាទសញ្ញាហ្នឹងហើយសញ្ញាមួយនេះបាទគឺជាសញ្ញាអង្គុយបាទអង្គុយពណ៌បៃតងល្អបងប្អូនបាទអង្គុយល្អទេកុំបារម្ភបងប្អូនខ្លះជិះចេញសញ្ញាហ្នឹងទៅចេះតែបារម្ភខ្លាចអង្គុយខូចបាទកុំបារម្ភបងប្អូនបាទប៉ុន្តែវាមានពីរករណីបាទដូចខ្ញុំធ្លាប់និយាយមកអញ្ចឹងបាទវាអាចជាសញ្ញាល្អនិងសញ្ញាមិនល្អវីដេអូខ្ញុំមាននិយាយហើយឡើងលឿនធ្លាក់លឿនមិនល្អទេបងប្អូនបាទប៉ុន្តែបើឡើងលឿនហើយជិះចូល5ទៅ10គីឡូដូចខ្ញុំមិនទាន់ស្រកអញ្ចឹងអាហ្នឹងគឺជាសញ្ញាល្អហើយបាទហើយពីច្រើនវាឡើងទៅពេលព្រឹកនិងពេលយប់ពេលល្ងាចទៅឡើងពេលមេតិចសញ្ញាហ្នឹងណាបាទប៉ុន្តែបើឡើងពេលថ្ងៃឡើងបាត់ខុសធម្មតាញឹកញាប់ខុសធម្មតាអាហ្នឹងអត់ល្អទេបាទអាឡើងមួយផ្លែតចង់និយាយអញ្ចឹងណាបាទប៉ុន្តែបើឡើង